ឧទ្ធម្ភាគចក្រ AH6 Little Bird គឺជាឧទ្ធម្ភាគចក្រដែលផលិតឡើងដោយក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិកវាត្រូវបានអភិវឌ្ឍចេញពីត្រកូលយន្តហោះដែលល្បីល្បាញដែលកងទ័ពពិសេសរបស់សហរដ្ឋអាមេរិក Special Force ចូលចិត្តប្រើបំផុតខាងក្រោមនេះគឺជាព័ត៌មានលម្អិតទាក់ទងជាមួយទៅនឹងសមត្ថភាពនិងតម្លៃរបស់ឧទ្ធម្ភាគចក្រមួយនេះ1សមត្ថភាពបច្ចេកទេសទោះបីវាមានរូបរាងតូចដែលគេហៅថាមូសដែកប៉ុន្តែសមត្ថភាពរបស់វាមិនតូចឡើយភាពបត់បែនវាមានសមត្ថភាពហោះហើរយ៉ាងរហ័សនិងបត់បែនខ្លាំងវាអាចហោះចូលទៅក្បែរគោលដៅនៅក្នុងចម្ងាយជិតបំផុតហោះចន្លោះអាគារឬដើមឈើធំៗដែលឧទ្ធម្ភាគចក្រធំៗដូចជា MI-35 មិនអាចធ្វើបានប្រព័ន្ធ sensor បំពាក់ដោយកាមេរ៉ាកម្ដៅនិងប្រព័ន្ធ laser ដែលអាចមើលឃើញគោលដៅច្បាស់ទាំងយប់ទាំងថ្ងៃនិងអាចតម្រង់ទិសមីស៊ីលបានយ៉ាងស្ក្រឹតកម្លាំងម៉ាស៊ីនប្រើប្រាស់ដោយម៉ាស៊ីន Rolls-Royce 250 C30R3M ដែលមានកម្លាំងខ្លាំងនិងស្ងាត់ផ្ដល់អត្ថប្រយោជន៍ក្នុងការហោះឆ្មក់វាយប្រហារ2គ្រឿងអាវុធវាមានចំណុចព្យួរអាវុធដែលអាចបដូរផ្លាស់បានតាមតម្រូវការរបស់បេសកកម្មមីស៊ីលអាចបំពាក់មីស៊ីល AGM-114 Hellfire ចំនួន2គ្រាប់សម្រាប់កំទេចរថក្រោះរ៉ុកែតអាចបំពាក់បំពង់រ៉ុកែត70 mm Hydra គ្រាប់បែកកំទេចថ្មើរជើងកាំភ្លើងយន្តអាចបំពាក់កាំភ្លើងយន្តធុនធ្ងន់ GAU-19 12.7 mm ឬកាំភ្លើងយន្តបង្វិល M134 Migigan 7.62 mm ដែលអាចបាញ់បានរាប់ពាន់គ្រាប់ក្នុង1នាទីតម្លៃក្នុងមួយគ្រឿងតម្លៃប៉ាន់ប្រមាណចន្លោះពី8ទៅ10លានដុល្លារតម្លៃនេះសម្រាប់តែតួយន្តហោះនិងប្រព័ន្ធគ្រឹះតម្លៃកញ្ចប់សរុបប្រសិនបើរាប់បញ្ចូលទាំងគ្រឿងសព្វាវុធការបណ្ដុះបណ្ដាលនិងគ្រឿងបន្លាស់តម្លៃអាចកើនរហូតដល់15ទៅ20លានដុល្លារក្នុងមួយគ្រឿងតម្លៃប្រតិបត្តិការវាមានតម្លៃហោះហើរក្នុង1ម៉ោងទាបបំផុតបើធៀបនឹង Z10 ឬ MI-35 ដែលធ្វើឲ្យវាស័ក្តិសមសម្រាប់ប្រទេសដែលមានថវិកាកំណត់ចំណុចទាំងអស់នេះហើយដែលវាស័ក្តិសមបំផុតជាមួយនឹងកម្ពុជាដើម្បីទិញមកសម្រាប់ការល្បាតក៏ដូចជាការវាយប្រហារគ្រប់គ្រងទ័ពថ្មើរជើងតាមបណ្ដោយបន្ទាត់ព្រំដែនក៏ដូចជាការប្រឆាំងនឹងភារវកម្មផ្សេងចំពោះបងប្អូនតើយល់យ៉ាងណាដែរចំពោះឧទ្ធម្ភាគចក្រមួយប្រភេទនេះ